ក្មេងស្រីដែលមករស់នៅម្នាក់ឯងនៅទីក្រុងឬក៏នៅខេត្តឆ្ងាយពីម៉ាក់ប៉ានៅក្នុងបន្ទប់ជួលម្នាក់ឯងដាច់ខាតកុំនិយាយព័ត៌មានទៅកាន់មនុស្សប្រុសថាយើងនៅម្នាក់ឯងដោយសារអីដែលខ្ញុំហៅថាមិត្តរួមការងារដែលគាត់និយាយvớiខ្ញុំអាឡែដែលខ្ញុំនិយាយប្រហែលវីដេអូហ្នឹងដែលថាព្រាននារីកម្ពុជាព្រានហ្នឹងការគាត់ជួបនឹងដំបូងណាការគាត់ជួបនឹងខ្ញុំដំបូងដែលខ្ញុំអត់ស្គាល់គាត់សោះគាត់យកទឹកដែលមាត់ខ្ញុំផឹកណាយកទឹកដែលមាត់ខ្ញុំយកទៅផឹកទាំងដែលខ្ញុំអត់បានស្គាល់គាត់ទេហើយសួរថាទឹកខ្ញុំយកផឹកតទៅខ្ញុំអត់ផឹកទេខ្ញុំខ្ពើមណាហើយគេគៀកមកលើស្មាយើងនេះមុខគេគៀកមកលើស្មាយើងខ្ញុំដឹងថាម្នាក់ហ្នឹងនៅហ្នឹងគឺខ្ញុំអត់ងាកអីខ្ញុំសុខកិច្ចមកចេះវិញណានឹងតែគាត់ព្រានវាចូលមកគៀកសាច់យើងណាវាចូលមកគៀកកិច្ចគ្រប់វេលាកិច្ចគ្រប់វេលាហើយគេសួរខ្ញុំភ្លាត់ស្និទ្ធឡើងហ្នឹងភ្លាត់ប៉ុន្តែខ្ញុំអត់មានអស់អីជាមួយអាបែបហ្នឹងឯងខ្ញុំភ្លាត់ស្និទ្ធឡើងហ្នឹងសួរថាខ្ញុំនៅម្នាក់មកនៅម្នាក់គេថានៅម្នាក់ឯងខ្ញុំថានៅម្នាក់ឯងខ្ញុំទៅផ្ទះវិញខ្ញុំនៅបន្ទប់ជួលខ្ញុំនៅផ្ទះខ្ញុំនៅបន្ទប់ជួលខ្ញុំទៅផ្ទះវិញហើយខ្ញុំអត់មានឲ្យម្នាក់ហ្នឹងស្គាល់ផ្ទះខ្ញុំទេថ្ងៃដំបូងដែលខ្ញុំជួបខ្ញុំអត់បានឲ្យស្គាល់ផ្ទះហើយខ្ញុំអត់បាននិយាយថាផ្ទះខ្ញុំនៅណាទេណាហើយខ្ញុំតាមចូលធ្វើការអញ្ចឹងថ្ងៃហ្នឹងខ្ញុំត្រូវចូលម៉ោង7តែថ្ងៃដំបូងដែលខ្ញុំសាកយប់នេះស្អែកឡើងខ្ញុំត្រូវចូលអញ្ចឹងខ្ញុំចូលម៉ោង7ទេម្នាក់ហ្នឹងមកគោះទ្វារបន្ទប់ជួលខ្ញុំគោះទ្វារបន្ទប់ជួលខ្ញុំតាំងពីម៉ោង5ល្ងាចគោះហើយបើកទ្វារបងចូលបន្តិចខ្ញុំអត់ដែរស្គាល់ទេណាមកគោះបន្ទប់ខ្ញុំបើកទ្វារបងចូលទីអាឡែបងសុំចូលទៅមួយទឹកបន្តិចបងមកពីលេងបាល់ខ្ញុំអត់ដែរស្គាល់សោះហ៊ានគោះទ្វារបន្ទប់ខ្ញុំណាគោះខ្ញុំថាខ្ញុំបើកអត់បានទេខ្ញុំនៅម្នាក់ឯងថាអត់អីទេឥឡូវបើកបងចូលទៅលុបមុខក៏បានដែរមិនបាច់ចាំមួយទឹកទេបងសុំចូលទៅលុបមុខក៏ផ្លែតបងចេញមកវិញទេអត់មានធ្វើអីទេអញ្ចឹងណាគោះខ្ញុំដាច់អហង្ការគឺអត់បើកទ្វារឲ្យចូលទេគឺដាច់អហង្ការគឺខ្ញុំអត់បើកទ្វារឲ្យចូលទេណាចឹងទៅខ្ញុំថាអត់ចូលអត់បានទេព្រោះខ្ញុំនៅម្នាក់ឯងខ្ញុំនិយាយដាច់ចឹងហ្មងណាចូលអត់បានទេខ្ញុំនៅម្នាក់ឯងចឹងទៅនៅចាំមាត់ទ្វារហ្នឹងឯងខ្ញុំគិតថាស្ថានភាពនេះវាអត់ស្រួលវាអត់ព្រមទៅណាសោះខ្ញុំតែខ្លួនចឹងទៅធ្វើការខ្ញុំត្រូវចូលធ្វើការម៉ោង7មកអង្គុយចាំកន្លែងការងារតាំងម៉ោង5 2នាក់ម្នាក់ហ្នឹងខ្ញុំប្រាប់ថាព្រានសាហាវខ្លាំងណាស់ម្នាក់ហ្នឹងណាមិនងាយភ្លាត់ទេខ្ញុំគ្រាន់តែប្រាប់កម្ពស់ 1.80 ម៉ែត្រស្គមកំប្រឹងដូចអត់ជីវជាតិខ្ញុំមើលអត់ឃើញស្អាតឃើញសង្ហាយប៉ុន្តែខ្ញុំឃើញក្មេងស្រីបាក់ទឹកបាក់ដីណាទុកដូច idol ចឹងស្អាតសង្ហាណាជ្រួលជ្រើមមិនដឹងថាមានមេរោគអីខ្លះបើខូចម្លឹងបើមនុស្សមិនដែលស្គាល់គ្នាផងហ៊ានទឹកផឹកទឹកដាល់មាត់ខ្ញុំនេះចុះបើខ្ញុំកើតខ្លាំងកើតអីគិតមិនទៅចឹងមកខ្ញុំថាឲ្យប្រយ័ត្នចឹងខ្ញុំបញ្ចេញគោលល្បិចបោះប្រព្រានឲ្យក្មេងស្រីប្រយ័ត្នអត់បានទេពិបាកណាស់នៅសង្គមនេះបើយើងអត់ឆ្លាតបើយើងអត់ចេះការពារខ្លួនគឺជាប់របស់គេហើយ